ក្មេងស្រីម្នាក់ថ្ងៃនាងផ្លុំខ្យល់ដាក់ជ្រូកមេមួយទោះបីជាផ្លុំរហូតដល់គូក្បាលខ្វះអុកស៊ីសែនក៏នៅតែត្រូវផ្លុំឲ្យគ្រប់12ម៉ោងដែរប៉ុន្តែមិនយូរប៉ុន្មាននាងអាចផ្លុំជ្រូកទម្ងន់ជាង100គីឡូឲ្យហោះរហូតដល់សំបីតែស្លឹកឈើក៏ត្រូវនាងផ្លុំខ្លាយជាអាវុធលាក់មុខដ៏មុតស្រួចដែរនាងគ្រាន់តែផ្លុំខ្យល់ដាក់ខ្ទមទៅបាំងរបស់អាចារ្យឲ្យថាវាបានឆេះខ្ទមនោះឆេះអស់តែម្ដងអាចារ្យឲ្យឃើញនាងបង្កចំនួនម្ដងទៀតដឹងច្បាស់ថាការទុកនាងនៅក្បែរគឺមិនអាចមានសេចក្តីសុខបានទេគាត់មានបំណងឲ្យនាងចុះពីភ្នំត្រឡប់ទៅផ្ទះសួរសុខទុក្ខគ្រួសារនឹកស្មានមិនដល់ពេលនាងទៅតែម្ដងក៏បានឃើញម្ដាយដោយសារតែល្មើស5ថាស្ត្រីមិនអាចរៀនក្បាច់គុនធ្វើឲ្យរបួសធ្ងន់ធ្ងរចិត្តស្លាប់ទៅហើយមុនស្លាប់ម្ដាយបានព្រានប្រដៅនាងថាចាប់ពីពេលនេះទៅដាច់ខាតមិនត្រូវងើបក្បាលចុះចាញ់បរិសុទ្ធទេស្ត្រីក៏អាចទ្រទ្រង់ពិភពលោកបានដែរពេលនោះស្រាប់តែពេលមានការប្រកួតក្បាច់គុនជ្រើសរើសអនាគតស្វាមីរបស់ជនជាតិព្រៃបានយកឈ្នះលើអ្នកជំនាញជាច្រើនជិតទទួលបានជ័យជំនះចុងក្រោយហើយនោះទីបំផុតស្ត្រីរូបនេះក៏សម្រេចចិត្តបងស្រីបង្កើតរបស់ខ្ញុំទីបំផុតបងក៏មកដល់ហើយរហ័សឡើងមកជំនួសខ្ញុំមកបងស្រីស្មោះត្រង់ចុះឲ្យតែបងឈ្នះទៅមុខឆ្នាំបំពន់បេះដូងដែលម៉ែត្រូវញ៉ាំបងចង់បានប៉ុន្មានខ្ញុំឲ្យប៉ុណ្ណោះស៊ឺអ៊ីកុំធ្វើរឿងនេះដើម្បីអ្វីគាត់គឺជាកូនប្រុសតែមួយគត់របស់ខ្ញុំតើលែងដៃស៊ឺអ៊ីស្ងប់ចិត្តសិនស្ត្រីធំនៅចំពោះមុខស្រាលធ្ងន់កម្រិតណាមិនដាច់ទេកូនមានខ្យល់កំហឹងចាំដល់ពេលក្រោយចង់ចាត់ការគេយ៉ាងម៉េចក៏បានវាជារឿងក្នុងផ្ទះឥឡូវបង្កឡើងយើងទាំងអស់គ្នានឹងត្រូវស្លាប់តើត្រូវបណ្ដោយឲ្យគេស្លាប់បែបនេះឬធូរស្រាលពេកហើយសម្រាប់គេស៊ឺអ៊ីតែខាតគុំទម្លាអត្តសញ្ញាណជាស្ត្រីរបស់កូនឲ្យសោះនោះសោះមិនត្រឹមតែខ្ញុំទេថែមទាំងម្ដាយកូននិងក្រុមគ្រួសារត្រកូលយាយទាំងមូលរបស់យើងនឹងត្រូវគេចោទប្រកាន់ហើយចាត់វិធានការវិសាយាយយ៉ាវជូកូនប្រុសត្រកូលយាយពីខេត្តឈីងជូវត្រូវប្រកួតជាមួយអ្នកវិស្កសានហ៊ូប៉ាហុងខ្ញុំមិនមែនជាយាយយ៉ាវជូទេកាន់តែមិនមែនជាបុរសត្រកូលយាយអ្វីដែរពួកលោកមើលឲ្យច្បាស់ចុះខ្ញុំគឺជានារីម្នាក់ឈ្មោះយេស៊ឺអ៊ីស្ត្រីយេស៊ឺអ៊ីស្អីព្រះអើយហាព្រះអើយលោកម្ចាស់ឲ្យពួកបុរសងាប់អស់ហើយឬបានជាបញ្ជូនស្រីនេះឡើងមកប្រកួតឬមួយក៏បើស្រីនេះឈ្នះពួកឯងចង់លើកព្រះនាងឲ្យរៀបការជាមួយនាងជាគូស្នេហ៍ឬទិញមួយថែមមួយក៏អាចទទួលយកបានដែរមិនសមហេតុផលសោះនេះគឺជាការអព្យុះជាតិដ៏ធំធេងណាស់ឈួតលីលាពិតជាឈួតលីលាមែនទែនស្ត្រីឡើងលើរាជបល្ល័ង្កគឺជាទុកប្រហារជីវិតទៅហើយតើអាចតំណាងឲ្យអាណាចក្រយើងចេញមកប្រយុទ្ធដោយរបៀបណាពេជ្រព្រះអង្គបើដំណឹងនេះលេចចេញទៅតើមុខមាត់របស់អាណាចក្រយើងទុកឯណានឹងត្រូវគេសើចចំអកទូទាំងពិភពលោកហើយគេឈ្មោះអាស្រូវពេជ្រព្រះអង្គទូព្រះបង្គំយោធាសុកចិត្តកាត់ទឹកដីសងសំណងក៏មិនអាចឲ្យស្ត្រីម្នាក់ឡើងមកធ្វើឲ្យខ្មាស់គេនៅលើឆាកដែរសូមព្រះអង្គប្រហារជីវិតស្ត្រីនេះជាបន្ទាន់ដើម្បីតម្រង់ទីដល់សាធារណជនស្ត្រីរៀនក្បាច់គុនខុសនឹងច្បាប់ធម្មជាតិត្រូវកាត់ផ្ដាច់សរសៃប្រសាទនិងបំផ្លាញក្បាច់គុនចោលតើម៉ែបានឃើញទេពួកគេសុកចិត្តលើកជង្គង់ចុះចាញ់ជនជាតិព្រៃក៏មិនព្រមឲ្យស្ត្រីឈរដោយជើងខ្លួនឯងដែរម៉ែនិយាយត្រូវហើយបើមិនតស៊ូទេពួកយើងនឹងត្រូវគេជន់ឈ្លីគ្រប់ពេលវេលានេះពីមួយជំនាន់ទៅមួយជំនាន់គ្មានថ្ងៃឈប់ឈរឡើយដូច្នេះថ្ងៃនេះកូនស្រីសូមប្រឆាំងនឹងក្រឹតឲ្យក្រុមម្ដងហើយក្រោយថ្ងៃនេះទៅទោះបីជាខ្ញុំស្លាប់ក៏គួរសម្ដែងចាំងជឺនេះហើយឬដែលអ្នកថាជាគ្រូបុរាណអាចារ្យហេតុអ្វីបានជាស្ត្រីទៅវិញពេជ្រព្រះអង្គទូព្រះបង្គំពីមុនមិនដឹងពិតមែនថាអ្នកជាស្ត្រីបើទោះបីជាស្ត្រីហើយយ៉ាងម៉េចដែរប៉ុន្តែការពិតគឺជានាងតែគ្រាន់តែប្រើក្បាច់តែមួយក៏អាចយកឈ្នះមិនអាចប្រយុទ្ធបានទេចាស់ពួកយើងប្រហែលជាគ្មានគូប្រកួតទៀតឡើយក្បាច់តែមួយកម្លាំងកាយស្ត្រីមានកម្រិតគ្មានកម្លាំងសំបីតែចាប់ដៃសម្រាប់មន់តើអាចទៅរួចយ៉ាងម៉េចមេតបចាំងនិយាយរឿងឥតប្រយោជន៍តើចាស់គំរើខ្ញុំនឹងអ្នកណាដឹងច្បាស់ជាងព្រះបិតាពេលស្រុកទេសមានអាសន្នហេតុអ្វីត្រូវបែងចែកប្រុសស្រីការប្រកួតជ្រើសរើសអនាគតស្វាមីនេះដោយសារតែការកំណត់ព្រំដែនប្រទេសដូច្នេះហើយទើបអញ្ជើញពួកបាមកឈ្លានពានប្រមាថកិត្តិយសប្រទេសយើងប៉ុន្តែក៏មិនបានកម្រិតភេទដែរមិនអញ្ចឹងតើមានហេតុផលឯណាឲ្យស្ត្រីធ្វើជាមេតបនោះឲ្យតែអាចយកឈ្នះពួកបាបានតើមិនរឹតតែបង្ហាញពីលទ្ធិភាពនៃប្រទេសតែយ៉ាងយើងទេរឹតតែបង្ហាញពីភាពអសមត្ថភាពរបស់ពួកបាព្រះទីនងថ្ងៃនេះការប្រឡងប្រកួតចំពោះមុខព្រះភ័ក្រថ្ងៃនេះមិនត្រឹមតែមិនកម្រិតព្រំដែនប្រទេសក៏មិនកម្រិតប្រុសស្រីដែរក៏ក្នុងបំណងទទួលយកអ្នកក្លាហានទូទាំងពិភពលោកស្ត្រីក៏ជាប្រជារាស្ត្រនៃប្រទេសតែយ៉ាងយើងដែរមានបំណងបម្រើជាតិតើមានអ្វីមិនបានយេស៊ីអ៊ីបើឯងប្រយុទ្ធឈ្នះមាសប្រាក់រត់វត្ថុប្រេសូតរៀបការចូលគ្រួសារអភិជនចង់បានអ្វីយើងអាចប្រទានឲ្យឯងទាំងអស់ក្រពុំព្រះករុណាខ្ញុំម្ចាស់មិនត្រូវការរបស់ទាំងនេះទេចុះឯងចង់បានអ្វីខ្ញុំម្ចាស់ចង់ឲ្យព្រះអង្គចេញរាជសារមួយច្បាប់ជូនស្ត្រីទាំងអស់ក្នុងលោករាជសារអនុញ្ញាតឲ្យស្ត្រីរៀនក្បាច់គុនអនុញ្ញាតឲ្យស្ត្រីប្រឡងយកងារអនុញ្ញាតឲ្យស្ត្រីឈរយ៉ាងស្ហាស្ហៃនៅចន្លោះមេឃនិងដីនេះប្រសិនបើមានបុរសជិះជាន់ធ្វើបាប
ស្ត្រីក៏អាចដកដាវសម្លាប់ដោយដៃខ្លួនឯងបានដែរផ្ដេសផ្ដាស់បំផុតនេះគឺចង់ឲ្យច្របូកច្របល់សណ្ដាប់ធ្នាប់ហើយបើគំរូនេះឡើងពិភពលោកប្រកាសជាច្របូកច្របល់មិនខានចុះបើបែកបាក់សណ្ដាប់ធ្នាប់វាយ៉ាងម៉េចល្អប្រទេសតាយ៉ានយើងជាប្រទេសធំគួរតែមានចិត្តទូលាយបែបនេះទើបបង្ហាញពីយុទ្ធធម៌និងទឹកចិត្តមនុស្សបើតាខ្ញុំម្ចាស់ឯកភាពល្អយើងជាម្ចាស់ផែនដីពាក្យមួយម៉ាត់ជាសច្ចៈឲ្យតែឯងប្រយុទ្ធឈ្នះយើងគ្មានអ្វីដែលមិនព្រមឡើយខ្ញុំយេស៊ីអ៊ីសូមទទួលការណែនាំតាយ៉ានអស់មនុស្សហើយឬបញ្ជូនស្រីម្នាក់ឡើងមកឲ្យអញកែបសុកចុះទៅវិញទៅអញមិនសម្លាប់មនុស្សស្រីទេហាលឺទេទៅផ្ទះបង្កើតកូនវិញទៅឯងមិនចង់សម្លាប់ឬក៏មិនហ៊ានសម្លាប់នាងនិយាយស្អីបើខ្លាចចាញ់មនុស្សស្រីហើយខ្មាស់គេអញ្ចឹងឥឡូវនេះឯងគួរតែត្រឡប់ទៅស្រុកបាវិញមែនយេស៊ីអ៊ីនាងចង់សុំស្លាប់មែនទេហាល្អមនុស្សស្រីតាយ៉ានមានក្លាហានមែនបើឯងចង់ស្លាប់អញបំពេញបំណងហើយជឿរើសអាវុធទៅដាវលំពេងព្រះខ័នទំពុកឲ្យតែនាងអាចទទួលអញបានមួយស្ងៀតដោយមិនស្លាប់ចាត់ទុកថានាងឈ្នះនេះហើយជាអាវុធរបស់ខ្ញុំផ្ដេសផ្ដាស់រឿងរ៉ាវគួរឲ្យអស់សំណើចបំផុតក្នុងលោកយកចាំងសក់ចាស់មួយមកការពារដាវនិងកំបិតសម្រាប់មនុស្សតើចង់អូសទាញគ្រួសារទាំងមូលទៅស្លាប់ជាមួយមែនទេចាំងសេនាងមានន័យថាម៉េចគ្រូយេប្រហែសមិនបានដាច់ខាតធូប៉ាហុងនេះហាត់គឺក្បាច់គុនហ៊ុនយានជីនកាំងរបស់ពួកបាឆ្អឹងនិងសាច់ដុំទូទាំងរាងកាយរឹងមាំដូចដែកថែមទាំងមានខ្យល់ការពារខ្លួនរត់ជុំវិញអាវុធធម្មតាមិនអាចចូលចិត្តខ្លួនបានទេអ្នកឃាតករទាំង3មុននេះនឹងរូបគេមិនស្ថិតក្នុងកម្រិតតែមួយតតែសោះចាំងសក់ឈើងាយបាក់ត្រូវប្រើអាវុធធ្ងន់ទើបអាចមានកម្លាំងតស៊ូបានហាមេតបធូប៉ាប្រយ័ត្នបន្តិចណាកុំឲ្យចាំងសក់នោះមុតស្បែកឲ្យសោះគ្មានហេតុផលតតែសោះនាងកំពុងមើលងាយអញទេសម្រាប់ឯងត្រឹមចាំងសក់មួយគឺគ្រប់គ្រាន់ហើយចង់ស្លាប់មែនទេហាលោកធូប៉ាក្នុងប្រយោជន៍ស្រីម្នាក់នេះចង់ស្លាប់កុំប្រនីដែរឲ្យសោះជូននាងទៅសុកឲ្យស្រួលទៅពួកបានេះមិនត្រឹមតែមិនយកយល់បន្តិចសោះថោកទាបថែមទាំងប្រើប្រាស់ញូលំអាកាសទៀតញូលំអាកាសព្រះអង្គការសម្រាប់ភូមិច្រកទ្វារយ៉ាងមិនឆ្នាំនោះពួកបាគឺប្រើញូនេះបំបែកទ្វារក្រុងដែលធ្វើពីដែកថែបវីកំតិចយ៉ាងស្រស់ក្បាលតបសេះពីដែក3000នាក់ស្នៀតនេះនឹងជាស្នៀតសម្រាប់ដែលបំផ្លាញមេឃដីអាបាថោកទាបដល់ថ្នាក់ប្រើអាវុធសាហាវបែបនេះលើមនុស្សស្រីនេះតើជាការប្រកួតក្បាច់គុនឯណាច្បាស់ជាចង់ប្រកាសសង្គ្រាមជាមួយតាយ៉ាងយើងហើយអញ្ចឹងនាងមិនប្រកាសជាស្លាប់ទេបងធំលះបង់នាងដើម្បីការពារគ្រួសារទាំងមូលខានមិនបានទេលឿនពេកហើយខ្ញុំមើលចលនារបស់គេមិនទាន់តតែសោះ CE ឲ្យតែចិត្តមនុស្សវាគ្រាន់តែដោយសារតែស្មោលលើខូនីលេងជាមួយផាស៊ីរ៉ដុបអំណាចនៃសេចក្តីស្រឡាញ់គឺគ្មានអ្វីក្រៅពីគ្មានអ្វីសោះបាទអរគុណការវាយប្រហារដោយញួរនេះក្នុងពេលតែមួយបាទឬអត់